ខ្ញុំពន្យល់បងប្រុសអូនសុំទោសណារឿងទាំងអស់នេះគឺខុសពីអូនដែលធ្វើឲ្យបងត្រូវរងអូនកុំបារម្ភពេកអីបងយល់មួយលានក្នុងមួយខែគឺជារឿងដែលមិនសប្បាយចិត្តបន្តិចយើងទទួលយកទៅគាត់នៅក្មេងប៉ុន្តែគាត់ពូកែខាងល្បិចក៏ណាស់ហ៊ានមួយបង្កាច់អូននេះមាន5លានតើអូនបានមើលថែបងប្រុសបានល្អទេទិញថ្នាំបំពេន់ឲ្យសម្រាប់ឲ្យបានគ្រប់គ្រាន់ណាស់អរគុណបងប្រុសមិនអីទេអូនប្រកាសជាមើលថែបងប្រុសបានល្អពិតជាកូនប្រសារដែលល្អមែងប្រពន្ធបងពិតជាទន់ភ្លន់ណាស់អូនសម្លាញ់ញ៉ាំបាយទៅបងប្រុសមិនញ៉ាំទេឲ្យអូនញ៉ាំម្នាក់ឯងបងញ៉ាំហើយបងប្រុសកំពុងព្យាយាមដាស់ស្មារតីរបស់បងប្រុសចំពោះពិភពខាងក្រៅបងរកអូនមានរឿងអ្វីគ្រូពេទ្យប្រាប់ថាក្នុងមួយខែនេះបងប្រុសមិនអាចក្រោកបានទេខ្លាចថាថ្ងៃក្រោយទៅគាត់នឹងមិនអាចក្រោកបានទៀតទេអូនគិតច្រើនដងហើយល្អជាងអូនមិនរំខានបងទៀតទេអូនមិនចង់ចាក់ចេញពីបងប្រុសទេ1លានគ្រប់គ្រាន់សម្រាប់2ខែ2លានតើទិញផ្ទះនឹងឡានដោយរបៀបណាហើយតើអូនអាចចិញ្ចឹមឆ្កែដោយរបៀបណាអូនសំនឹងទទួលបានអ្វីដែរមិនមែនទេបងប្រុសអូនស្រឡាញ់បងប្រុសទោះបីបងប្រុសនឹងក្រោកឬមិនក្រោកក៏ដោយអូនត្រូវតែមើលថែបងប្រុសពេញមួយជីវិតដូចជាកូនរបស់បងប្រុសពិតជាល្អណាស់ប្រពន្ធបងពិតជាអស្ចារ្យណាស់ល្អណាស់ទោះបីមិនដឹងខ្លួនកុំឲ្យស្លាប់យ៉ាងហោចណាស់ក៏អាចមានលុយចាយពី8ខែទៀតដែរហេតុអ្វីមិនមានប្រតិកម្មអ្វីសោះយកពងសាកល្បងវិធីផ្សេងទៀតទៅលើកនេះប្រកាសជាមិនងាយនឹងបិទទេតាមពិតទៅបើមិនរំខានខ្ញុំទេមើលទៅដូចមនុស្សដែរកុំនិយាយបែបនេះអីក៏សង្ហាដែរអ្នកនាងមានរឿងអ្វីខ្ញុំសរសើរតិចតួចប្រតិកម្មធំលែងកុំប្រាប់ថាគេចង់ក្រោកឡើងមែនទេកុំធ្វើតាមខ្ញុំអីភ័យខ្លាំងណាស់កុំស្លាប់អីអស់ដង្ហើមហើយសំឡាញ់អ្នកនាងកុំស្លាប់អីបើអ្នកនាងស្លាប់ខ្ញុំក៏ដូចគ្នាមិនមែនយើងត្រូវបញ្ចប់ជាមួយគ្នាទេមិនអាចទេមានយុទ្ធសាស្ត្រ35ការរត់គេចគឺជាជម្រើសល្អបំផុតគួរឲ្យសោកស្ដាយណាស់គ្មានការព្រមានអ្វីទាំងអស់ត្រូវតែប្រញាប់រត់គេចបើដឹងរឿងនេះខ្ញុំនឹងដោះស្រាយរឿងនេះឲ្យចប់មិនមែនឲ្យខ្ញុំជាប់ពាក់ព័ន្ធជាមួយទេខ្ញុំត្រូវតែប្រញាប់ទោះបីជាមួយលានក៏ដោយពិតជាគួរឲ្យតាក់ទាញតែខ្ញុំនៅមានជីវិតដើម្បីរីករាយនឹងវាពួកគេមានចិត្តទូលាយណាស់នេះជាអ្វីដែលពួកគេរងចាំពីខ្ញុំទីក្រុងនេះជ្រៅពេកហើយខ្ញុំចង់ត្រឡប់ទៅភូមិវិញបាទតើមានបញ្ហាអ្វីទៅអ្នកនាងត្រូវតែត្រៀមខ្លួនឲ្យរួចរាល់យានជើជាចប់ហើយពួកគេចង់ចាប់ខ្លួនខ្ញុំ